សូមប្រយ័ត្នធនាគារ AC Lida បង្ហាញពីក្បួនបោកថ្មីដែលអ្នកត្រូវដឹងបើមិនចង់អស់លុយពីកុងបច្ចុប្បន្នអ្នកប្រើប្រាស់សេវាធនាគារត្រូវប្រុងប្រយ័ត្នខណៈមានការឆបោកតាមអនឡាញច្រើនបែបច្រើនយ៉ាងដែលជនខិលខូចអាចប្រើប្រាស់នៅក្នុងការឆបោកយកលុយអ្នកពីកុងធនាគារជាក់ស្ដែងធនាគារ AC Lida បានប្រកាសពីវិធីការពារខ្លួនដើម្បីជៀសវាងពីការឆបោកនៅក្នុងសេចក្តីប្រកាសធនាគារ AC Lida បានបង្ហាញថាជនឆបោកបន្លំជាសំឡេងនិងទូរស័ព្ទមកលុកអ្នកត្រង់នេះជនខិលខូចអាចបន្លំធ្វើជាបុគ្គលធនាគារហើយហៅទូរស័ព្ទមកកាន់អ្នកនិងប្រើប្រាស់ល្បិចផ្សេងៗដើម្បីទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នករហូតអាចឈានដល់ការហែកលុយរបស់អ្នកចេញពីកុងធនាគារចំណែកការឆបោកមួយទម្រង់គឺការប្រើប្រាស់កម្មវិធីពីភាគីទី3ដែលមិនគួរឲ្យទុកចិត្តក្នុងនោះមានដូចជាកម្មវិធី PAI និងកម្មវិធី PayPay ជាដើមធនាគារ AC Lida ក៏បានណែនាំឲ្យផ្ទៀងផ្ទាត់អត្តសញ្ញាណនិងត្រូវគិតឲ្យច្បាស់មុននឹងធ្វើការផ្ញើប្រាក់ចេញជៀសវាងការបោកចាញ់បោកគេអស់លុយពីកុងដើម្បីប្រើប្រាស់ app ធនាគារឲ្យមានសុវត្ថិភាពនិងដឹងពីវិធីការពារលោកអ្នកអាចធ្វើតាមនេះបានគួរបញ្ជាក់ផងដែរថាធនាគារ AC Lida គឺជាធនាគាររបស់ខ្មែរនិងជាធនាគារធំបំផុតទី2នៅកម្ពុជាបើគិតពីទ្រព្យសកម្មមិនតែប៉ុណ្ណោះធនាគារដែលមានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរដាក់ប្រាក់បញ្ញើសម្រាប់បងប្អូនដែលចង់ដាក់ប្រាក់បញ្ញើទទួលបានការប្រាក់ខ្ពស់នៅ AC Lida អាចជ្រើសរើសគណនីសន្សំមានការកំណត់អ្នកនឹងទទួលបានអត្រាការប្រាក់សន្សំ 4.25% ក្នុងមួយឆ្នាំសម្រាប់ប្រាក់រៀលនិង 3.45% សម្រាប់ប្រាក់ដុល្លារលក្ខខណ្ឌសុវត្ថិភាព AC Lida Mobile ការពារខ្លួនអ្នកលើប្រព័ន្ធអនឡាញឬអ៊ីនធឺណិតសូមកុំបង្ហាញព័ត៌មានសម្ងាត់ឬបញ្ចូលកម្មវិធី App ពីប្រភពមិនស្គាល់ជម្រាបជូនអតិថិជននិងសាធារណជនជាទីគោរពជាមួយនឹងការកើនឡើងគួរឲ្យកត់សម្គាល់នៃសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតនិងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកវាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីហានិភ័យដែលអាចកើតឡើងមានដូចជាការបោកប្រាស់និងការក្លែងបន្លំតាមអ៊ីនធឺណិតជាដើមដើម្បីការពារខ្លួនអ្នកចាំបាច់ណាស់ក្នុងការអនុវត្តតាមគន្លឹះសុវត្ថិភាពសំខាន់សម្រាប់ការពារតាមអ៊ីនធឺណិតដូចតទៅនេះរក្សាលេខសម្ងាត់ឲ្យមានសុវត្ថិភាពទន្ទិញឲ្យចាំមិនត្រូវកត់ត្រាលេខសម្ងាត់តខ្លួនទុកនៅលើវត្ថុអ្វីមួយនោះទេរក្សាការសម្ងាត់រាល់ពេលបញ្ចូលលេខសម្ងាត់ត្រូវប្រាកដថាគ្មានអ្នកណាមើលទេផ្លាស់ប្ដូរជាប្រចាំលេខសម្ងាត់របស់អ្នកត្រូវពិបាកក្នុងការទាយនិងជៀសវាងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដូចជាថ្ងៃខែឆ្នាំកំណត់ជាដើមប្ដូរថ្មីភ្លាមប្រសិនបើអ្នកគិតថាមានគេស្គាល់លេខសម្ងាត់ឬពាក្យសម្ងាត់របស់អ្នកត្រូវតែប្ដូរថ្មីភ្លាមការពារទូរស័ព្ទរបស់អ្នកទាញយកដោយឆ្លាតវៃជៀសវាងការបញ្ចូលកម្មវិធីដែលមិនស្គាល់រក្សាវាឲ្យស្អាតពិនិត្យមើលជាប្រចាំបើមានកម្មវិធីដែលគួរឲ្យសង្ស័យត្រូវលុបចេញភ្លាមចាក់សោទូរស័ព្ទមិនត្រូវទុកទូរស័ព្ទចោលដោយមិនបានចាក់សោឡើយចេញជានិច្ចត្រូវចាក់ចេញពីកម្មវិធី AC Lida Mobile នៅពេលធ្វើប្រតិបត្តិការរួចធ្វើបច្ចុប្បន្នភាពកម្មវិធីទូរស័ព្ទធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរស័ព្ទនិងកម្មវិធីនៅក្នុងទូរស័ព្ទរបស់អ្នកដើម្បីសុវត្ថិភាពបើកមុខងារ Find My Device Find My iPhone ដូច្នេះអ្នកអាចកំណត់ទីតាំងចាក់សោឬលុបទូរស័ព្ទរបស់អ្នកប្រសិនបើវាបាត់ឬត្រូវបានគេលួចករណីមានបញ្ហាផ្លេចលេខសម្ងាត់សូម
ចុចលើពាក្យផ្លេចលេខសម្ងាត់ដើម្បីកំណត់លេខសម្ងាត់ឡើងវិញសូមកុំលុបកម្មវិធីទូរស័ព្ទបាត់ឬខូចសូមតាក់ទងធនាគារ A-Silida ដើម្បីបង្ខាំងគណនីនិងរក្សាសុវត្ថិភាពគណនីរបស់អ្នកលក់ទូរស័ព្ទត្រូវលុបកម្មវិធី A-Silida Mobile ចេញពីទូរស័ព្ទនោះជាមុនសិនការពារសុវត្ថិភាពកុំចែករំលែកលេខទូរស័ព្ទ PIN OTP ធនាគារ A-Silida និងមិនសួរឬសុំអតិថិជនផ្ដល់លេខសម្ងាត់តខ្លួន PIN ឬលេខសម្ងាត់ផ្ញើសារ OTP ជាដាច់ខាតការពារទូរស័ព្ទរបស់អ្នកត្រូវប្រើលេខសម្ងាត់ពិបាកចាំឬស្កែនមុខឬស្កែនម្រាមដៃរក្សាទុកព័ត៌មានផ្ទាល់ខ្លួននៅកន្លែងផ្សេងគ្នាកុំរក្សាទុកអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឬព័ត៌មានលម្អិតរបស់អ្នករបស់កាតនៅលើទូរស័ព្ទរបស់អ្នកប្រើស្កែនមុខឬស្កែនម្រាមដៃបន្ថែមស្រទាប់ការពារសុវត្ថិភាពសម្រាប់ការចូលប្រព័ន្ធនិងធ្វើប្រតិបត្តិការទូទាត់ជៀសវាង Wi-Fi សាធារណៈប្រើអ៊ីនធឺណិតដែលមានសុវត្ថិភាពឬអ៊ីនធឺណិតផ្ទាល់ខ្លួនសម្រាប់ធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុពិនិត្យប្រតិបត្តិការគណនីមើលការជូនដំណឹងឲ្យបានជាក់លាក់ជាប្រចាំនិងពិនិត្យមើលប្រតិបត្តិការដែលគួរឲ្យសង្ស័យប្រុងប្រយ័ត្នសារដែលមិនបានស្នើសុំជៀសវាងការចុចលើតំណភ្ជាប់ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួនពីអ៊ីមែលឬអត្ថបទដែលមិនស្គាល់សូមពិនិត្យដោយផ្ទាល់ជាមួយធនាគារកុំផ្ញើប្រាក់ទៅជនចម្លែកទាំងក្នុងស្រុកឬក្រៅប្រទេសសម្រាប់ការបង់ប្រាក់ឬការសន្យាផ្ដល់រង្វាន់អ្វីមួយឬជាការជួញដូរគ្រីបតូជាដើមជនឆបកតែងតែផ្ញើតាម Telegram ឬ WhatsApp ដោយធ្វើពុតថាខ្លួនជាអ្នកជំនាញវិនិយោគធនាគារ A-Silida នឹងមិនសួររកព័ត៌មានលម្អិតឬពាក្យសម្ងាត់របស់អ្នកតាមរយៈទូរស័ព្ទឬអ៊ីមែលឡើយយើងខ្ញុំក៏មិនដែលស្នើសុំការផ្ទេរប្រាក់ផងដែរប្រសិនបើអ្នកទទួលបានសារគួរឲ្យសង្ស័យសូមលុបចេញកុំចុចលើសារនោះបើកប្រព័ន្ធសុវត្ថិភាពបន្ថែមបើកដំណើរការមុខងារសុវត្ថិភាពបន្ថែមនៅពេលមានចេញនៅលើ AC Super App សូមប្រុងប្រយ័ត្នចំពោះការហៅទូរស័ព្ទបន្ទាន់ដោយប្រើសំឡេង AI ប្រសិនបើមិត្តភ័ក្តិឬសមាជិកឬបុគ្គលិកធនាគារឬសមាជិកគ្រួសារទូរស័ព្ទមកសុំឲ្យផ្ទេរប្រាក់ជាបន្ទាន់សូមសុំលេខសម្ងាត់របស់អ្នកសូមដាក់ទូរស័ព្ទចុះជាបន្ទាន់បន្ទាប់មកទូរស័ព្ទទៅពួកគេវិញតាមលេខទូរស័ព្ទដែលអ្នកស្គាល់ច្បាស់និងធ្លាប់ទាក់ទងគ្នាដើម្បីសួរបញ្ជាក់ដូច្នេះជនឆបោក AI មិនអាចបោកយើងបានទេឥឡូវនេះជនឆបោកប្រើ AI ដើម្បីចម្លងសំឡេងនិងឈ្មោះคล้ายៗចំណុចការពារសុវត្ថិភាពបន្ថែមប្រយ័ត្នកម្មវិធីចូលគ្រប់គ្រងទូរស័ព្ទកុំអនុញ្ញាតឲ្យកម្មវិធីមិនស្គាល់ចូល access មុខងារផ្សេងក្នុងទូរស័ព្ទដូចជា accessibility ឬ display over other app ដែលអាចគ្រប់គ្រងបញ្ហាបញ្ជាទូរស័ព្ទឬប្រើប្រាស់ app ធនាគារនៅក្នុងទូរស័ព្ទបានកុំផ្ដាច់ប្រព័ន្ធសុវត្ថិភាពទូរស័ព្ទ root jailbreak វានឹងធ្វើឲ្យឧបករណ៍ឬទូរស័ព្ទរបស់អ្នកកាន់តែងាយរងគ្រោះការឆ្លងមេរោគនិងការលួចទិន្នន័យជាដើមជៀសវាងការប្រើប្រាស់លេខសម្ងាត់តែមួយឬកម្មវិធីច្រើនលើកម្មវិធីសូមប្រើលេខសម្ងាត់ឬពាក្យសម្ងាត់របស់ AC Super App តែមួយកុំប្រើដូចគ្នានៅក្នុងកម្មវិធីឬគេហទំព័រផ្សេងទៀតកុំចុចតំណភ្ជាប់ទៅកាន់សេវាធនាគារនៅក្នុងសារ SMS ឬក៏អ៊ីមែលសូមចុចទៅលើ logo A-Silida ដើម្បីបើកកម្មវិធី AC Super App មិនត្រូវចុចពីក្នុងសារផ្សេងៗនោះទេកុំបើកការចូលប្រើទូរស័ព្ទរបស់អ្នកពីចម្ងាយឬការចែករំលែកអេក្រង់ធនាគារ A-Silida នឹងមិនស្នើសុំគ្រប់គ្រងទូរស័ព្ទរបស់ឧបករណ៍អ្នកឡើយសូមអរគុណ